ជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះបានមកយករូបចម្លាក់បាទជូនភ្ញៀវបាទមកម្ចាស់នេះចំនួន2 4 6 7អង្គហើយនឹងកូនត្រេនោះមួយទៀតជាងទៅខាត់ហើយមិញហ្នឹងនេះរួចមកវគ្គចូលវគ្គថ្មីទៀតនេះមាននិយាយទៅសិតរបស់ភ្ញៀវគាត់កំងឆ្លាក់ណានិងរបស់ភ្ញៀវគាត់ផ្ញើឆ្លាក់នេះវិស្ណុប្រណីស្ដេចវេស្សវណ្ណប្រមាណនេះប្របាទកងជុំសាងពីលុកនឹងពួនមកខ្ញុំបាទតនេះពុកមាខាងរកាកោគាត់សុំកាត់មកកងយ៉ាងយកឆ្លាក់ទូអង្គកងជុំសោផ្លាស្ទិកបញ្ញយន់គាត់ទៀតនេះមកចាស់ផ្សេងទៀតនេះប្រណីបាទ2អង្គហើយនេះចាស់នៅខាងពុយប៉ែតខាងថៃគាត់នៅទឹកដីថៃគាត់ធ្វើការនៅថៃណាគាត់យកប្រណីមួយអង្គដែរសាងពីក្លឹមវ៉កខុតលេសរាយមកចាស់2 3 4 5នេះចូល5ម្ចាស់នៅខាងលើទៀតបាទនៅរបស់គេផ្ញើនៅខាងលើទៀតបងប្អូនប៉ុន្តែខ្ញុំហាយប៉ុណ្ណឹងសិនទេពីច្រើនរបស់ខ្ញុំបាទពីច្រើនរបស់កំងណារបស់កំងភ្ញៀវគាត់កំងដូចជាបងប្អូនខ្លះគាត់មានរបស់គាត់ផ្ញើឆ្លាងទៅមិនថាពុកម៉ែបងប្អូនមានរបស់ផ្ញើក្តីឬក៏ចង់កំងក្តីខ្ញុំទទួលគាត់ណាបាទនេះសាងពីឈើខ្មៅក្រឹបណាខ្មៅសុទ្ធណាក្លិនយើងឈុលណាប្រភេទឈើខ្មៅឡើងម៉ត់ចឹងបងណាខ្មៅឡើងម៉ត់ចឹងវាអត់មានសរសៃចែងអត់ទេហើយនេះក្លឹមកាន់កាប់ក្លឹមកាន់កាប់មានចំនួន4អង្គចាញ់មាបលាំងពេជ្រនេះអត់បានលៀបព្រាយមកណានេះទេដាជំនាញផ្ទះក្លឹមកាន់កាប់ដូចគ្នាហើយនេះកុមារទៀតកាន់ថងមាសថងប្រាក់នេះនឹងមកម្ចាស់ហ្នឹង7អង្គមកម្ចាស់ទៀតភ្ញៀវគាត់កំងទៅបងប្រុសគាត់យករបស់ខ្ញុំប្រហែលសាយបងប្អូនគាត់បាទស្បជឿរបស់ខ្ញុំហ្នឹងតែគាត់យកទៅម្ដងអញ្ចឹងបាទគាត់ពេញចិត្តលើទឹកដៃនិយាយទៅភាគច្រើនអត់តែគាត់មានតម្រូវការទៀតគាត់មកកំងទៀតបងហ្នឹងតាមខ្ញុំស្គាល់មើលប្រហែលឆ្នាំហ្នឹងឲ្យតែបានយករបស់ខ្ញុំទៅអាបើសិនជាគាត់មានតម្រូវការមិនដឹងណាតែគាត់មានតម្រូវការទៀតគាត់តែមកពឹងពើរកបងនេះឆ្លាក់ច្រើនដងនេះហើយគាត់ដឹងថាខ្ញុំរវល់អញ្ចឹងគាត់គួរកំងមកសាគាត់មកច្រើនទៅបើគាត់កំងមកអង្គគាត់ថាងាយបានកំងទេចិត្តស្ដាយអញ្ចឹងមែនចិត្តស្ដាយមួយហ្នឹងជាប់វគ្គគាត់នេះមកចូលវគ្គនេះជ្រើម្ចាស់អញ្ចឹងណាចាំបាញ់ជាគាត់កំងយើងច្រើនតែហ្មងទៅហើយពុកម៉ែបងប្អូនមានរបស់ចង់ផ្ញើឆ្លាក់ក្តីដែលចង់កំងរូបឆ្លាក់អង្គបាទតក្តីបងប្អូនចាំតាក់ទងតាមលេខ Telegram ខ្ញុំបាទដាក់នៅក្នុងវីដេអូនេះបងណាតេក៏បានបណ្ណាក្រើមទៀតណាតេក៏បានឆាតក៏បានបាទតម្លៃទៅតាមវត្ថុធាតុដើមនៃសាងវាដូចគ្នាទេណាសាងពីឈើសាងពីបញ្ញាក្អែកសាងពីស្នែងសាងពីថ្មអញ្ចឹងបងប្អូនជួបព័ត៌មានលម្អិតចាំចូល Telegram បងប្អូនសូមអរគុណច្រើនសូមជម្រាបលា